បាទសួស្តីបងប្អូនហើយខ្ញុំមកប្រាប់ពីកម្មវិធីមួយបងប្អូនកម្មវិធីហ្នឹងយើងនេះនេះបងប្អូនយើងថតវីដេអូយើងចង់ដាក់បទចម្រៀងក្នុងវីដេអូរបស់យើងឥឡូវខ្ញុំមកប្រាប់កម្មវិធីហ្នឹងយើងនិយាយកម្មវិធីហ្នឹងអានេះសម្រាប់ទូរស័ព្ទពពួក Android ដូចជា Oppo Vivo Samsung ហ្នឹងដូចជា Nokia អីហ្នឹងឥឡូវយើងមកចូលមើលទាំងអស់គ្នាថាគេដាក់ចម្រៀងក្នុងវីដេអូហ្នឹងគេដាក់មិនអាហ្នឹងយើងបាច់ទៅចូលកន្លែងកម្មវិធីអីផ្សេងកន្លែងហ្នឹងមានលើទូរស័ព្ទយើងស្រាប់អញ្ចឹងយើងចូលមកនេះកន្លែងនេះចូលកន្លែងបងចាក់នេះមកអានេះយើងអាច download ក៏បានដែរក្នុង Play Store ក៏មានដែរអញ្ចឹងឥឡូវខ្ញុំចូលបាទឥឡូវខ្ញុំរើសយកវីដេអូខ្ញុំមួយដើម្បីធ្វើការយើងដាក់ចម្រៀងក្នុងហ្នឹងឥឡូវខ្ញុំយកវីដេអូខ្ញុំមួយនេះយកវីដេអូនេះក៏បានដែរហ្នឹងហើយឥឡូវវាចេញចេះយើងចុចលើវាមកចុចលើវីដេអូហ្នឹងហើយយើង stop បន្តិចហើយយើងចុចកន្លែងពាក្យថា edit បាទហើយយើងអូសវាមកឆ្វេងមកអូសខាងក្រោមនេះបាទហើយយើងចុចកន្លែងនេះមកកន្លែង music ខាងគៀនគេខាងស្ដាំហ្នឹងហើយកន្លែងនេះវាមានចម្រៀងជាច្រើនហើយយើងដាក់ចម្រៀង free បងប្អូននេះចង់រើសមួយណាក៏បានដែរអានេះចាំមើលខ្ញុំដាក់ចម្រៀងផ្លេងហើយមានច្រើនទៀតខាងនេះយើងអូសមកចង់បានមួយណាក៏បានដែរនេះយើងចង់ដាក់ចម្រៀងយើងជា MP3 របស់យើងក៏បានដែរយើងចុចកន្លែងនេះមកកន្លែងនេះចម្រៀងរបស់យើងចម្រៀងក្នុងMP3 ទូរស័ព្ទយើងចម្រៀងដែលយើងកែហើយចម្រៀងដែលយើងdownload ពី YouTube កែជាវីដេអូច្រឡំចម្រៀងដែលយើង download ពី YouTube ជាវីដេអូហើយយើងកែជា MP3 វានៅក្នុង album របស់យើងនេះបាទយើងចង់រើសមួយណាក៏បានចម្រៀងចូលលេងកាតសិនមកបាទអានេះចម្រៀងដែលយើងមាននៅក្នុងទូរស័ព្ទស្រាប់ចម្រៀងជា MP3 បងប្អូនយើងចង់ដាក់ចម្រៀងកន្លែងវាមិញក៏បានដែរកន្លែងកម្មវិធីវានោះអញ្ចឹងខ្ញុំរើសចម្រៀងមួយសិនចម្រៀងខ្លះវាជាប់ copyright បងប្អូនប៉ុន្តែបើយើងធ្វើបោះខ្លីៗតែជាវាអីអាហ្នឹងសម្រាប់យើងផុសក្នុង Facebook TikTok YouTube តែយើងផុសយើងមើលដែរថាវីដេអូខ្លះវីដេអូណាជាប់ copyright យើងលុបចេញមកប័ណ្ណចម្រៀងតិច
ហើយចូលឡើងនេះចម្រៀងខ្ញុំវានៅច្រើនកន្លែងចឹងខ្ញុំអត់ហ៊ានដាក់ផ្ដេសផ្ដាស់ឲ្យខ្លាចជាប់ copyright ខ្ញុំមកបាត់ណាដែលខ្ញុំដាក់ទៅក៏មកវាជាប់ copyright ចឹងចូលទៅ search យកណាកន្លែងចាំតិចបងប្អូនឥឡូវខ្ញុំដាក់ចម្រៀង AI មកទៅនឹងឲ្យយើងចុចមកចុចលើវីដេអូរបស់យើងឡើងសញ្ញាត្រីកោណពណ៌សចុចមកយើងចង់ថាវាក៏បានដែរចង់ថាចម្រៀងយើងកាត់ដំណាអញ្ចឹងអាហ្នឹងវាតាមវីដេអូយើងវែងវាចម្រៀងតាមហ្នឹងដែរកូនចៅអារម្មណ៍នេះដូចស្រឡាញ់ពីភូមិអុកពេលព្រលឹមភ្លឺសតបចិនតកតារីអូខេអញ្ចឹងយើងកាត់តាមនេះឥឡូវខ្ញុំកាត់តាមនេះទៅកុំឲ្យវាវីដេអូនៅលឿនពេកវីយូពេកអញ្ចឹងយើងចុចកន្លែងនេះមកហើយសញ្ញាក្រេសបាទតបពីយើងចុចចឹងហើយយើងចុច save ខាងលើនេះមកអូខេវាដែរចប់អាហ្នឹងបានវាកំពុងដំណើរការបងអូខេរួចរាល់ចេញមកក្រៅសិនមកហើយវាជាប់នេះបងប្អូននេះចម្រៀងមិញហើយនេះបងប្អូនយើងបាច់ចាំកាត់តក្នុងកម្មវិធីគេខាប់ឬខៃមកស្ទើរទៅយើងកាត់តក្នុងកម្មវិធីហ្នឹងបាននេះវីដេអូដើមមិញអត់មានចម្រៀងហើយបាទឥឡូវខ្ញុំចូលប្រាប់ម៉ាសាទៀតចូលយកកន្លែង edit នេះមកបាទយើងអស់មកខាងចុងចុចកន្លែងពាក្យ music អានេះបងប្អូនបើថាចង់ដាក់ចម្រៀងនេះក៏បានចម្រៀងគេ free ឲ្យស្រាប់
ចង់ដាក់ចម្រៀងក្នុងនឹងស្រាប់ក៏បានវាមានច្រើនក្នុងនេះចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជំរាបលា